ជំរាបសួរពុកម៉ែបងប្អូននេះយកមេមួយមកដាក់ឈ្មោលវារយឈ្មោលហើយឥឡូវនេះយកមកដល់ហើយចូលសាឡុងហើយកំពុងតែចាំបាបងប្អូនហើយវីដេអូថ្ងៃនេះដូចជាប្លែកបន្តិចបងប្អូនប្លែកចង់ថាថ្ងៃនេះយកខុសពីមុនថតពីវងគោខ្លួនឯងផ្ទាល់ឥឡូវមកថតមេគោខ្លួនឯងយកមកដាក់ឈ្មោលយកមកដាក់ឈ្មោលដោយសារវារយឈ្មោលហ្នឹងណាហើយយកមកដាក់ឲ្យឈ្មោលគេនេះគឺបងប្រុសដែលគាត់ម្ចាស់គោបានគាត់ទៅយកមកហើយនៅចាំចងដាក់សឡុងដាក់អីឲ្យអស់ហើយនៅចាំតបាមកដល់ទេហើយឥឡូវនេះចាំបាបងប្អូនបាគេនេះគឺបាវាពូជឡាយកាត់ពួកស្លឹកជាវែងណាបងប្អូនហើយធំល្អថតមកដល់ហើយបងប្អូនឥឡូវនេះគឺកំពុងមកហាត់ដោយសារមេនេះវារកឈ្មោលតែវាស្គមបន្តិចបងប្អូនហើយណាមួយគោខ្ញុំនេះក៏វាមិនសូវជាធំបានព្រោះគោស្រែយើងធម្មតាហើយឥឡូវនេះយកមកដាក់ប្រភេទបាធំអញ្ចឹងស្មើវាកូនមកកាត់ល្អប៉ុណ្ណាដោយសារកូនវាមុនក៏ខ្ញុំដាក់ពូជអស់ហ្នឹងដែរហើយឃើញថាកាត់ល្អបាធំបាវាមុនធំហើយកូនមកក៏រាងគ្រាន់អញ្ចឹងណាហើយសម្រាប់មេនេះបើយើងដាក់កូនបាធម្មតាបាស្រែបាអីធម្មតាប្រហែលជាអត់សូវបានកូនអត់សូវឲ្យទេតែយើងដាក់ប្រភេទបានេះវាកាត់ល្អដែរបានល្អក្រាន់គួរសមមើលទៅដូចថាបានឆ្អឹងធំក្រាន់អញ្ចឹងណាហើយបងប្អូនបានេះវារៀងយឺតបន្តិចវារៀងយូរវាអត់សូវលះហាល់បានេះវាអត់សូវលះហាល់ទេតែឃើញថាដាក់កាត់មកមួយគឺល្អគោប្រភេទគោសាច់តែម្ដងកូនដែលវាកាត់មកកើតមករបស់កូនរបស់វានឹងគឺស្អាតប្រភេទគោសាច់ហ្មងល្អសាច់ថ្លោះឥឡូវនេះវាកំពុងតែរហក់វានឹងហាត់ហើយបានេះក៏វាមិនជាថ្លៃដែរបងប្អូនបាវាតម្លៃក្នុងដាក់ម្ដងគឺទងជា20រៀលទេបងប្អូនអញ្ចឹងវាគួរសមទេវាហក់យូរដែរ2 ដង 3 ដងមិនបានដោយសារមេខ្ញុំវាស្គមបន្តិចហើយច្រើន